ngàyនេះមានម្ហូបចុះបាយមានម្ដេងក៏ដូចជាគល់ស្លឹកគ្រៃហាន់ហើយនឹងខ្ទឹមក្រហមខ្ទឹមសហើយក៏ដូចជាស្លឹកក្រូចសើចហើយនឹងម្ទេសយកអាហិលណាតែខ្ញុំគ្រួសារខ្ញុំអត់សូវជាហិលអញ្ចឹងខ្ញុំយកអាម្ទេសផ្លោកវិញសអញ្ចឹងហ្នឹងហើយយកមកលីងឲ្យឈ្ងុយមកលីងបានរៀងក្រៀមប៉ុណ្ណឹងហើយឥឡូវនេះខ្ញុំចាប់ផ្ដើមយកមកដាក់ចូលត្បាល់ណាខ្ញុំរៀបបុកបាន5នាទីប៉ុន្តែបុកវាអត់ម៉ត់អញ្ចឹងទៅខ្ញុំយកទៅកិនវិញហើយខ្ញុំមានត្រីឆ្អើរមិនត្រីឆ្អើរគឺត្រីអាំងនៅស្រុកខ្មែរគេធ្វើដាក់ត្រីឆ្អើរតែនៅខាងខ្ញុំអត់មានត្រីឆ្អើរទេគឺមានតែត្រីអាំងឲ្យក្រៀមហើយយកមកមិចចូលគ្នាឲ្យម៉ត់អញ្ចឹងទៅហើយខ្ញុំមានដាក់ដូចជាទឹកប្រហុកហើយនឹងទឹកអំពិលហ្នឹងហើយច្បល់ចូលគ្នាឲ្យចូលជាតិអញ្ចឹងទៅឥឡូវខ្ញុំដាក់ប៊ីចេងមួយស្លាបព្រាកាហ្វេហើយស្ករស2ស្លាបព្រាបាយទាំងអស់សម្រាប់ភាសាបងប្អូនលេងលោកតាមចំណូលចិត្តឥឡូវនេះខ្ញុំចាក់ចូលខ្ទះដើម្បីឲ្យលីងវាឲ្យរៀងដាច់ទឹកដើម្បីយើងទុកបានយូរហើយខ្ញុំភ្លក់ទៅវារៀងស្ទើរស្ករបន្តិចដែរខ្ញុំក៏ថែមស្ករបន្តិចទៀតចូលទៅមុខម្ហូបមួយមុខនេះធ្វើឲ្យត្រៀមដាំបាយច្រើនពីព្រោះអីញ៉ាំរួចបាញ់និយាយពី